សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះក៏ឃើញថាមិនយូរប៉ុន្មានឈូហ្វឹងគាត់ក៏ស្រាប់តែដឹងខ្លួនប៉ុន្តែគ្រាន់តែដឹងខ្លួនភ្លាមក៏សួររកអ្នកដទៃថាតើពួកគេនឹងគឺយ៉ាងម៉េចហើយស៊ឺលីងក៏ប្រាប់ថាពួកគេបានត្រឡប់ទៅកាន់បន្ទាយវិញអស់ហើយពួកគេនឹងគឺមិនកើតអីនោះទេហើយស្របពេលដែលនាងក៏ស្រាប់តែសន្លប់ម្ដងដូច្នោះហើយឈូហ្វឹងក៏សួរថាតើយ៉ាងម៉េចហើយខណៈដែលតានក៏ប្រាប់ថានាងគឺមិនបានដេកពេញមួយយប់ទៅហើយនាងគឺបានខិតខំប្រឹងប្រែងខ្លាំងមែនទែនដើម្បីជួយឈូហ្វឹងស្របពេលដែលស៊ឺលីងនៅពេលនេះក៏នៅតែធ្វើខ្លួនធម្មតាប្រាប់តែកាន់ឈូហ្វឹងថានាងមិនកើតអីនោះទេគ្រាន់តែសម្រាប់បន្តិចទៅគឺអស់អីហើយខណៈដែលឈូហ្វឹងនៅពេលនេះគឺចាប់ផ្ដើមស្ទាក់ស្ទើរនិយាយមិនចេញនោះទេចំណែកស៊ឺលីងក៏តបទៅវិញថាប្រសិនបើឈូហ្វឹងគឺពិតជាចង់សងគុណនាងមែនជួយនាងធ្វើរឿងមួយទៀតទៅហើយឈូហ្វឹងក៏សួរថាតើនាងគឺចង់បាននៅកំណប់ទ្រព្យនៃភ្នំបិសាច 10000 នឹងមែនទេស៊ឺលីងក៏ប្រាប់ថាត្រូវហើយនាងគ្រាន់តែចង់បាននៅជំនាញប្រយុទ្ធមួយតែប៉ុណ្ណោះអ្វីដែលនៅសេសសល់គឺជារបស់ឈូហ្វឹងហើយឈូហ្វឹងក៏តបទៅវិញថាប៉ុន្តែភ្នំបិសាច 10000 នៅពេលនេះគឺពោពេញទៅដោយគ្រោះថ្នាក់ហើយក៏មានអ្នកខ្លះកំពុងតែរៀបចំផែនការដោយសម្ងាត់ដែរប៉ុន្តែស៊ឺលីងក៏នៅតែតបទៅវិញថាប៉ុន្តែបច្ចេកទេសប្រយុទ្ធនោះវាគឺពិតជាមានសារៈសំខាន់សម្រាប់នាងខ្លាំងមែនទែនឈូហ្វឹងក៏គិតនៅក្នុងចិត្តថាប្រសិនបើមានមនុស្សម្នាក់ទៀតនោះឱកាសរបស់គាត់គឺមានកាន់តែច្រើននៅក្នុងការទទួលបានអាវុធនោះដូច្នោះហើយក៏យល់ព្រមជួយស៊ឺលីងហើយនៅពេលនេះវិញពួកគេក៏ធ្វើដំណើរទៅមុខបន្តទៀតស៊ឺលីងក៏នៅតែសួរថាតើឈូហ្វឹងគាត់ប្រកាសដែរឬអត់ដែលកន្លែងនេះគឺបានលាក់ទុកនៅកំណប់ទ្រព្យសម្ងាត់នោះឈូហ្វឹងក៏តបទៅវិញថាច្បាស់ 100% ជាមួយនឹងផែនទីដែលស្ដេចបិសាចស្វាបានឲ្យគាត់នោះវាគឺបានកត់ត្រាយ៉ាងពិសេសអំពីកន្លែងនេះដូច្នោះហើយវាប្រកាសជាមានអ្វីមួយដែលមិនធម្មតានៅកន្លែងនេះហើយបន្ទាប់ពីបានមកដល់ទីតាំងនឹងហើយយើងក៏បានឃើញអំពីច្រកផ្លូវធម្មពលមួយដូច្នោះហើយឈូហ្វឹងគាត់ក៏បានចូលទៅខាងក្នុងយ៉ាងលឿនស្របពេលដែលស៊ឺលីងនាងក៏បានចូលទៅតាមទៅដោយឡែកចំពោះទិដ្ឋភាពដែលនៅផ្នែកខាងក្នុងនេះយើងក៏បានឃើញអំពីរូបសំណាកថ្មយ៉ាងច្រើនតែម្ដងហើយតានក៏ប្រាប់ថារូបសំណាកថ្មនឹងគឺមានអ្វីមួយដែលខុសប្លែកដូច្នោះហើយកុំប៉ះវាប្រដេកប្រដាស់ឲ្យសោះប៉ុន្តែស៊ឺលីងក៏ស្រាប់តែបានដើរចូលទៅរករូបសំណាកថ្មនេះឈូហ្វឹងឃើញហើយក៏បញ្ញាប់ទៅខកនាងប្រាប់ថាកុំប៉ះរូបសំណាកថ្មនឹងអីប៉ុន្តែយ៉ាងណាមិញវាគឺយឺតពេលបាត់ទៅហើយដោយសារតែដៃរបស់ស៊ឺលីងគឺបានប៉ះជាមួយនឹងរូបសំណាកថ្មនេះដូច្នោះហើយកន្លែងនេះវាក៏ចាប់ផ្ដើមមានការប្រែប្រួលច្រកចូលដែលពួកគេបានចូលមកនឹងក៏ត្រូវបានបិទហើយបន្ទាប់មកសត្វពួកដ៏ធំសម្បើមមួយវាបានលេចឡើងហើយក៏បញ្ចេញនៅសម្រែកទៅកាន់អ្នកទាំងពីរស៊ឺលីងក៏ប្រាប់ថាវាគឺជាផ្លូវវិញ្ញាណនៃពិភពវិញ្ញាណអមតៈហើយកម្លាំងរបស់វាវិញគឺពិតជាមិនអាចប្រៀបផ្ទឹមបាននោះទេបន្ទាប់ពីរូបរាងកាយនៃសត្វពស់នឹងវាបានរលាយបាត់ទៅទិដ្ឋភាពមួយផ្សេងទៀតវាក៏ស្រាប់តែបានលេចឡើងនៅចំពោះមុខអ្នកទាំងពីរដោយនៅចំពោះមុខពួកគេនឹងគឺមាននៅរូបសម្ដាក់ថ្មមួយហើយនៅខាងក្រោយរូបសម្ដាក់ថ្មនោះយើងក៏បានឃើញអំពីស្ត្រីម្នាក់ដោយនាងគឺជាវិញ្ញាណអាក្រក់ស្របពេលដែលនាងក៏បានចេញទៅរកអ្នកទាំងពីរឃើញដូច្នោះហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមមានការប្រុងប្រយ័ត្នស្របពេលដែលនាងក៏បានគូសពិននៅក្នុងដៃរបស់នាងបន្តិចអំណាចធម្មពលមួយវាក៏បានបើកការវាប្រហារទៅលើអ្នកទាំងពីរភ្លាមៗតែម្ដងហើយខណៈដែលពួកគេទាំងពីរក៏បានគេចយ៉ាងលឿនតានវិញក៏ប្រាប់ថាកម្លាំងនៃវិញ្ញាណអាក្រក់នេះគឺពិតជាចម្លែកខ្លាំងមែនទែនយ៉ាងហើយណាស់ក៏ស្ថិតនៅក្នុងកម្រិតទី1នៃអាណាចក្រឋានសួគ៌ដែរដូច្នោះហើយគឺមិនអាចប្រឈមមុខជាមួយនឹងនាងដោយផ្ទាល់បាននោះទេឈូហ្វឹងក៏ប្រាប់ថាបើអញ្ចឹងគឺត្រូវតែស្វែងរកនៅចំណុចខ្សោយរបស់នាងហើយបន្តមកចាំចាត់ការនៅពេលនេះវិញអ្នកទាំងពីរក៏បានរួមដៃគ្នាក៏ដូចជាសហការគ្នាដើម្បីព្យាយាមទប់ទល់ជាមួយនឹងវិញ្ញាណអាក្រក់នេះក៏ដូចជាដើម្បីស្វែងរកនៅចំណុចខ្សោយរបស់នាងផងដែរប៉ុន្តែកម្លាំងរបស់វិញ្ញាណអាក្រក់នេះគឺពិតជាខ្លាំងពេកហើយត្រឹមតែមួយកែងតែប៉ុណ្ណោះបណ្ដាលឲ្យស៊ឺលីងត្រូវបានប៉ាមកវិញឈូហ្វឹងក៏បញ្ញាប់ចូលទៅជួយនាងសួរហើយថាតើនាងមិនអីទេឬស៊ឺលីងក៏ប្រាប់ថាមិនអីនោះទេប៉ុន្តែគឺពិតជាឆ្ងល់ហេតុអ្វីបានជាវិញ្ញាណអាក្រក់នេះឈប់វិប្រហារឈូហ្វឹងក៏បានបន្តសម្លឹងមើលទៅក៏ឃើញថានាងគឺកំពុងតែការពារនៅរូបសំណាកថ្មនោះដូច្នោះហើយក៏គិតថានោះគួរតែជាចំណុចខ្សោយរបស់នាងហើយអញ្ចឹងហើយក៏ប្រាប់ស៊ឺលីងថាគាត់នឹងទៅបញ្ឆោតវិញ្ញាណអាក្រក់នោះចំណែកនាងស្វែងរកឱកាសដើម្បីធ្វើការបំផ្លាញនៅរូបសំណាកថ្មនោះចោលទៅបន្ទាប់ពីនិយាយរួចហើយគាត់ក៏បានសម្ដៅចូលទៅរករូបសំណាកថ្មនោះយ៉ាងលឿនហើយគាត់ក៏ធ្វើការបញ្ឆោតនាងក៏ដូចជាប្រយុទ្ធគ្នាជាមួយនឹងនាងទៅខណៈដែលស៊ឺលីងវិញនាងក៏បានសម្ដៅចូលទៅរករូបសំណាកថ្មនោះយ៉ាងលឿនឃើញដូច្នោះហើយវិញ្ញាណអាក្រក់ហ្នឹងក៏បានផ្លាស់ប្ដូរគោលដៅបើការវាប្រហារទៅលើស៊ឺលីងវិញម្ដងត្រឹមតែកេះពិនបន្តិចតែប៉ុណ្ណោះអណ្ដាតភ្លើងដ៏សន្ធោសន្ធៅវាបានលេចឡើងមកឈូហ្វឹងក៏បានប្រើប្រាស់នៅស្លាបអារក្សរបស់គាត់ហើយក៏ទៅជាយាមជួយសង្គ្រោះនាងនិងក៏ប្រាប់ថាមើលទៅគឺមានតែធ្វើការដោះស្រាយជាមួយនឹងវិញ្ញាណអាក្រក់នេះជាមុនសិនហើយចំណែកស៊ឺលីងនាងក៏បានងក់ក្បាលឈូហ្វឹងគាត់ក៏បានបន្តប្រើប្រាស់នៅអំណាចធម្មពលរបស់គាត់ប្រយុទ្ធគ្នាបន្តទៀតជាមួយនឹងវិញ្ញាណអាក្រក់នេះដោយឡែកចំពោះស៊ឺលីងវិញគឺកំពុងតែធ្វើការប្រមូលផ្ដុំនៅអំណាចធម្មពលរបស់នាងបន្ទាប់ពីធម្មពលនេះវាបានលេចឡើងហើយវាក៏ចាប់ផ្ដើមទៅប្រតិសិនហុំព័ទ្ធជាមួយរាងកាយរបស់វិញ្ញាណអាក្រក់នោះឃើញឱកាសល្អចូលមកដល់បែបនេះទៅហើយនោះឈូហ្វឹងក៏មិនចង់បង្អង់យូរដែរប្រើប្រាស់នៅធម្មពលរបស់គាត់ដើម្បីចាត់ការទៅលើនាងហើយធម្មពលទាំងអស់នេះវាក៏បានចាត់ចងទៅលើរាងកាយរបស់នាងពេញមួយទំហឹងខណៈដែលស៊ឺលីងក៏បានសម្ដៅចូលមកជាមួយនឹងអំណាចធម្មពលរបស់នាងហើយក៏ធ្វើការវាយទៅកាន់វិញ្ញាណអាក្រក់នេះបណ្ដាលឲ្យរាងកាយរបស់នាងចំនួនពាក់កណ្ដាលហើយនឹងពិនក៏ត្រូវបានបំផ្លាញចោលឈូហ្វឹងក៏បានបន្តជាមួយនឹងបច្ចេកទេសខ្លាសរបស់គាត់វាយទៅលើនាងបន្តទៀតប៉ុន្តែបើទោះបីជាយ៉ាងនេះក្តីនាងគឺនៅតែអាចប្រើប្រាស់នៅធម្មពលរបស់នាងហើយធម្មពលជាច្រើនវាក៏បានធ្វើការចាប់ចងទៅលើរាងកាយរបស់ស៊ឺលីងម្ដងទៀតជាមួយនឹងខ្សែធម្មពលជាច្រើនឈូហ្វឹងឃើញហើយក៏ព្យាយាមចូលទៅជួយនាងសាជាថ្មីបើទោះបីជាឧបសគ្គនៅចំពោះមុខគាត់គឺថាខ្លាំងប៉ុណ្ណាក៏ដោយក៏ឈូហ្វឹងនៅពេលនេះគឺមិនខ្វល់ដែរចំណែកស៊ឺលីងក៏ស្រែកប្រាប់គាត់ឲ្យបញ្ញាចាក់ចេញទៅ
មិនចាំបាច់ខ្វល់ពីនេះនោះទេឈូហ្វឹងក៏ប្រាប់ថាគាត់ជំពាក់ជីវិតរបស់នាងមួយដូច្នោះហើយគាត់គឺមិនអាចទុកនាងចោលបានឡើយស៊ូលីងក៏នៅតែស្រែកប្រាប់ថាវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ឈូហ្វឹងវិញគឺមិនខ្វល់នោះទេស្រែកថាចង់យកជីវិតរបស់នាងមែនទេឆ្លងកាត់ខ្ញុំជាមុនសិនទៅហើយនៅពេលនេះដែលធម្មពលដ៏ធំសម្បើមមួយវាក៏បានបាញ់ទម្លុះរាងកាយរបស់ឈូហ្វឹងធ្វើឲ្យស៊ូលីងក៏បានស្រែកឡើងយ៉ាងខ្លាំងប៉ុន្តែនៅពេលនេះក៏ឃើញថាវាគ្រាន់តែជាការបំផន់មួយតែប៉ុណ្ណោះបណ្ដាលឲ្យស៊ូលីងក៏បានរត់ទៅអោបឈូហ្វឹងយ៉ាងលឿនប៉ុន្តែក៏នៅតែនិយាយថាប្រសិនបើវាគឺជាការពិតនោះបើទោះបីជាឈូហ្វឹងគាត់មានជីវិត100ទៀតក៏ដោយក៏មិនគ្រប់គ្រាន់ដែរឈូហ្វឹងក៏តបទៅវិញថាកុំព្រួយបារម្ភអីព្រោះថាយ៉ាងណាមិញគាត់នៅពេលនេះគឺមិនកើតអីនោះទេក្នុងពេលនោះក៏ស្រាប់តែសម្លេងមួយបានបន្លឺឡើងថារាប់ពាន់ឆ្នាំក៏បានកន្លងផុតទៅត្រឹមតែមួយប្រព្រឹត្តភ្នែកនៅទីបំផុតមាននរណាម្នាក់គឺអាចឆ្លងកាត់នៅការសាកល្បងនេះបានដោយជោគជ័យហើយឈូហ្វឹងក៏សួរតបទៅវិញថាតើគេគឺជាម្ចាស់នៃកន្លែងនេះមែនទេសម្លេងហ្នឹងក៏នៅតែតបមកវិញថាលិតផ្លូវនៃការប្រយុទ្ធវាគឺគ្មានទីបញ្ចប់ប៉ុន្តែនៅក្នុងលោកនេះគឺមានតែស្នេហានោះទេទៅវាគឺអាចយកឈ្នះទៅលើជោគវាសនានិងឋានសួគ៌បានចំណែកឯងដើម្បីជួយសង្គ្រោះនាងឯងគឺសឹកចិត្តលះបង់នៅជីវិតរបស់ឯងនេះបញ្ជាក់បានថាឯងគឺពិតជាយល់អំពីអត្ថន័យនៃស្នេហាដូច្នោះហើយក្បាច់គុណដែលខ្ញុំបានបន្សល់ទុកនៅអរិយៈពេលរាប់ពាន់ឆ្នាំនៅពេលនេះវាគឺជារបស់ឯងហើយបន្ទាប់មកយើងក៏បានឃើញអំពីសត្វពស់ដ៏ធំសម្បើមនឹងវាបានបង្ហាញខ្លួនម្ដងទៀតបន្ទាប់មកវាក៏បានផ្លាស់ប្ដូរទៅជាទម្រង់មួយដែលមើលទៅគឺពិតជាខ្ជូតខ្លាំងមែនទែនហើយវាក៏បានចូលទៅរកឈូហ្វឹងមិនត្រឹមតែប៉ុណ្្នឹងទេទម្រង់មួយនេះវាក៏បានផ្លាស់ប្ដូរបន្តហើយវាក៏បានប្រែក្លាយទៅជារបស់មួយទៀតហើយឈូហ្វឹងក៏សួរថាតើនេះគឺជាបច្ចេកទេសដែលនាងគឺចង់បានមែនទេស៊ូលីងវិញគឺកំពុងតែស្ទាក់ស្ទើរនៅក្នុងចិត្តប៉ុន្តែឈូហ្វឹងក៏បានប្រគល់វាទៅឲ្យនាងភ្លាមតែម្ដងប្រាប់ហើយថាអ្វីដែលគាត់បានសន្យាហើយនោះគាត់គឺមិនដែលកន្លះពាក្យសម្ដីរបស់គាត់នោះទេចំណែកបច្ចេកទេសដែលនាងទទួលបានគឺមានឈ្មោះថាសម្លេងនៃការបំភាន់ដែលវាគឺមិនត្រឹមតែអាចរំខានទៅដល់ចិត្តរបស់មនុស្សម្នាក់នោះទេវាក៏អាចបង្កើតនៅការបំភាន់បានដែរហើយនាងខ្លាចថានៅក្នុងខេត្តទាំង9គ្មាននរណាម្នាក់ធ្លាប់បានឃើញវាឡើយដោយនៅពេលនេះវិញកន្លែងហ្នឹងវាក៏ចាប់ផ្ដើមដួលរលំហើយបើយើងក៏លេចមកមើលខាងនេះក៏បានឃើញអំពីក្បួននៃការបង្កើតដ៏ធំសម្បើមមួយហើយមនុស្សដែលជាប់នៅក្នុងក្បួននៃការបង្កើតនេះកំពុងតែស្ដីបន្ទោសគ្នាទៅវិញទៅមកដោយមូរងអ៊ីបានស្ដីបន្ទោសទៅកាន់ម្ចាស់រងនៃត្រកូលជាដែលមានឈ្មោះថាជាយានហើយស្របពេលដែលម្ចាស់ត្រកូលរងហើយនិងម្ចាស់ត្រកូលធំនឹងក៏បានស្ដីបន្ទោសឲ្យគេវិញទៅមុនពេលដែលម្ចាស់វិមានកំពូលក៏ប្រាប់តែកាន់ពួកគេថាកុំឆ្លោះគ្នាដោយឡែកអនុប្រធាននៃសមាគមគ្រូវិញ្ញាណដែលមានឈ្មោះថាចៅឈឺជីក៏បាននិយាយថាស្មាននេះទៅហើយពួកគេគឺនៅតែមានពេលឆ្លោះគ្នាទៀតយល់អគួរតែរកវិធីដើម្បីបំបីក្បួននៃការបង្កើតនេះទៅប្រសិនបើមិនដូច្នោះទេពួកយើងទាំងអស់គ្នាប្រកាសជាស្លាប់នៅកន្លែងនេះហើយបន្ទាប់មកពួកគេទាំង4ទាំង5នាក់ហ្នឹងក៏បានរួមដៃគ្នាប្រើប្រាស់ធម្មពលដើម្បីធ្វើការបំបីក្បួននៃការបង្កើតដោយឡែកនៅខាងលើនោះយើងក៏បានឃើញអំពីបិសាចខ្យាដំរីគេបានសរសើរប្អូនទី3របស់គេថាពិតជាធ្វើបានល្អបិសាចពីងពីងក៏និយាយថាមនុស្សទាំងអស់នេះពោពេញទៅដោយភាពលោភលន់ប្រើប្រាស់អាវុធនេះដើម្បីទាក់ទាញពួកគេវាធ្វើពួកនាងចំណេញកម្លាំងយ៉ាងច្រើនដោយមិនចាំបាច់ចំណាយកម្លាំងចាត់ការទៅលើពួកគេហើយក្នុងពេលនោះក៏មាននៅបិសាចពូមួយទៀតមរីកាដោយមិនដឹងអំពីស្ថានភាពបងទី4និងបងទី2របស់គេយ៉ាងម៉េចហើយនោះទេប៉ុន្តែបិសាចខ្យាដំរីប្រាប់ថាមិនខ្វល់នោះទេដោយត្រូវតែចាត់ការមនុស្សដែលនៅខាងក្រោមនេះជាមុនសិនយិនយ៉ាងធានក៏សួរថាចុះឈូហ្វាំងវិញនោះប្រសិនបើមិនសម្លាប់គេនោះទេនោះគេប្រកាសជាមិនអាចដឹងអំពីទីតាំងនៃកន្លែងរបស់ស្ដេចបិសាចស្វាបានឡើយបិសាចខ្យាដំរីក៏សួរថាតើគេចង់ធ្វើជាសត្រូវជាមួយនឹងភ្នំបិសាច10000មែនទេគេក៏ប្រាប់ថាគេគ្រាន់តែចង់បានរបស់ដែលគេត្រូវការតែប៉ុណ្ណោះហើយគេគឺនឹងមិនក្លាស់នៅពាក្យសម្ដីរបស់គេឡើយបិសាចពីងពីងក៏បានបន្តថាដូច្នោះហើយគេដាច់ខាតកុំធ្វើពួកនាងខកចិត្តឲ្យសោះប្រសិនបើមិនដូច្នោះទេបិសាចខ្យាដំរីក៏បានបន្តថាគេជាមួយនឹងត្រកូលជីដែលនៅពីក្រោយខ្នងរបស់គេនោះគឺត្រូវតែបង់នៅតម្លៃតបស្នងហើយបន្ទាប់មកបងប្អូនរបស់ពួកគេក៏នាំគ្នាចូលទៅខាងក្រោមដោយឡែកចំពោះព្រះម្ចាស់ជាងដែលកំពុងតែតាមដានបន្ទាប់ពីដឹងដូច្នោះហើយក៏យល់ការពិត 100% ដោយឡែកចំពោះយានយ៉ាងធានវិញគេគឺមិនខ្ចីខ្វល់នោះទេក្លេកទៅមើលបិសាចខ្យាដំរីក៏ប្រាប់អ្នកគ្រប់គ្នាថាអាវុធនោះវាគឺជាចំណុចស្នូលនៃការបង្កើតហើយក្បួននៃការបង្កើតនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ពួកគេបន្ទាប់មកក៏បញ្ជាឲ្យកូនចៅរបស់គេសម្រុកចូលទៅក្លេកទៅមើលខាងលើវិញឈូហ្វាំងជាមួយនឹងស៊ឺលីងក៏បានមកដល់ឈូហ្វាំងក៏បានក្លេកទៅមើលអាវុធនោះហើយក៏ដឹងថាវាគឺជាស្នូលនៃការបង្កើតនៅពេលដែលដកអាវុធនេះចេញក្បួននៃការបង្កើតនឹងប្រកាសជាត្រូវបានបំបែកប៉ុន្តែស៊ឺលីងក៏បាននិយាយថាបិសាចទាំង3នៅកន្លែងនេះដែលកម្លាំងរបស់ពួកគេគឺខ្លាំងជាងបិសាចកង្កែខ្មៅទៅទៀតដូច្នោះហើយវាគឺពិតជាមានគ្រោះថ្នាក់ខ្លាំងមែនទែនឈូហ្វាំងក៏ប្រាប់ថាប៉ុន្តែមនុស្សនៃសមាគមគ្រូវិញ្ញាណនៅកន្លែងនេះហើយគាត់គឺមិនអាចឈើមើលពួកគេស្លាប់បាននោះទេស៊ឺលីងក៏ប្រាប់ថាបើអញ្ចឹងនាងនឹងទៅបញ្ឆោតពួកគេហើយឈូហ្វាំងទៅដកអាវុធនោះទៅខណៈដែលឈូហ្វាំងគឺខាត់មិនទាន់នោះទេតាមក៏និយាយថាប្រហែលជានាងគឺមិនចង់ចម្ពាក់គុណឈូហ្វាំងនោះទេប៉ុន្តែជាមួយនឹងកម្រិតធម្មពលរបស់នាងឈូហ្វាំងគឺមិនចាំបាច់ព្រួយបារម្ភឡើយហើយខណៈដែលស៊ឺលីងនៅពេលនេះនាងក៏ប្រើប្រាស់ធម្មពលរបស់នាងធ្វើការវាយទៅលើបិសាចខ្យាដំរីគេក៏ប្រើប្រាស់កម្លាំងរបស់គេមករៀងហើយបន្ទាប់មកបងប្អូនទាំង3របស់គេនឹងក៏នាំគ្នាចាត់ការទៅលើស៊ឺលីងទៅចំណែកឈូហ្វាំងគាត់បានចូលទៅរកអាវុធនោះហើយក៏ចាប់ផ្ដើមប្រើប្រាស់កម្លាំងដើម្បីដកវាបណ្ដោយពួកគេទាំងពីរនាក់នេះវិញគឺពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់គាត់បិសាចខ្យាដំរីក៏ដឹងហើយថាវាគឺជាល្បិចបញ្ឆោតខ្លាយចេញពីរូងដូច្នោះហើយគេក៏បញ្ញាបញ្ញាសម្ដៅចូលទៅរកឈូហ្វាំងខណៈដែលឈូហ្វាំងក៏ប្រើប្រាស់កម្លាំងរបស់គាត់ដើម្បីទប់ទល់ជាមួយនឹងគេហើយបន្ទាប់មកគាត់ក៏នៅតែបន្តកលេចទៅមើលស៊ឺលីងដែលនាងកំពុងតែទប់ទល់ជាមួយនឹងពីរនាក់ផ្សេងទៀតហើយស៊ឺលីងគឺពិតជាយល់ចិត្តយល់ថ្លើមជាមួយនឹងឈូហ្វាំងខ្លាំងមែនទែននៅពេលនេះដូច្នោះហើយនាងក៏បានប្រើប្រាស់នៅបច្ចេកទេសសម្លេងនៃការរំខានរបស់នាងហើយក៏ធ្វើការវាយទៅលើពួកគេទាំង3នាក់បណ្
បណ្ដាលឲ្យពួកគេនៅពេលនេះគឺហាក់បីដូចជាកំពុងតែជាប់នៅក្នុងការបំភាន់អញ្ចឹងហើយក៏បានវាយគ្នាឯងតែម្ដងទៅខណៈដែល Ceiling នាងក៏បានសរសើរអំពីអំណាចធម្មពលនៃបច្ចេកទេសនេះដែលវាគឺពិតជាខ្លាំងមិនធម្មតាស្របពេលដែលបិសាចពស់មិនយូរប៉ុន្មាននាងក៏អាចបំបែកនៅការបំភាន់នេះបានហើយនាងក៏សម្ដៅចូលទៅរកអ្នកទាំងពីរ Ceiling ក៏ប្រាប់ Chu Feng ឲ្យគាត់ទៅដកអាវុធនោះទៅដោយឡែកចំពោះនាងនឹងធ្វើការទប់ទល់ជាមួយនឹងពួកគេហើយខណៈដែល Chu Feng គាត់ក៏បានទៅសាកល្បងដកនៅអាវុធនេះម្ដងទៀតក្នុងពេលនោះតានក៏បានប្រាប់ថាអំណាចធម្មពលនៃអាវុធនេះវាគឺមកអំពីពិភពវិញ្ញាណអាសូរាដូច្នេះហើយក៏ឲ្យ Chu Feng ប្រកោរាងកាយរបស់គាត់មកឲ្យនាងគឺជាអ្នកគ្រប់គ្រងចំណែកបិសាចខ្ញាដំរីក៏ប្រាប់ Chu Feng ថាជប់ដេកយល់សពទៅព្រោះថាអាវុធនេះសំបីតែស្ដេចបិសាចស្វាក៏មិនអាចដកវាបានដែរប៉ុន្តែតានក៏ប្រាប់ថាគ្មានបញ្ហានោះទេដោយសារតែនេះគឺជាម្ចាស់ពិតនៃអាវុធមួយនេះហើយនៅទីបំផុតនោះ Chu Feng ក៏អាចដកវាបាននៅពេលដែលគាត់គឺបានស្រែកឡើងយ៉ាងខ្លាំងនោះគ្រប់គ្នាគឺពិតជាមានការភ្ញាក់ផ្អើលហើយមិនយូរប៉ុន្មានក្បួននៃការបង្កើតដ៏ធំសម្បើមនេះវាក៏ត្រូវបានបំបែកបណ្ដាលឲ្យបិសាចខ្ញាដំរីគេគឺពិតជាមានការភ្ញាក់ផ្អើលដែល Chu Feng គាត់គឺពិតជាអាចដកនៅអាវុធនេះចេញបានដូច្នេះហើយក៏ស្រែកប្រាប់តែកាន់អាចចាយគ្នារបស់គេឲ្យនាំគ្នារត់ទៅបើមិនដូច្នោះទេប្រកាសជាងាប់ខ្ទេចខ្ទីគ្មានសល់នៅកន្លែងនេះហើយនៅពេលដែល Chu Feng កំពុងតែព្យាយាមធ្វើការគ្រប់គ្រងនៅអាវុធនេះយានយ៉ាងធានគេកំពុងតែប្រមូលផ្ដុំនៅធម្មពលរបស់គេត្រៀមចាត់ការទៅលើ Chu Feng ដែរគឺដូច្នេះហើយប្រាំម្ចាស់ជាងនឹងក៏មិនចង់បង្អង់យូរដែរប្រើប្រាស់នៅអំណាចធម្មពលរបស់គេដើម្បីធ្វើការរារាំងយានយ៉ាងធានហើយគេក៏បានដឹងថានេះគឺជាអំណាចធម្មពលនៃគ្រួសាររាជវង្សប៉ុន្តែក៏ប្រាប់ថាគេគឺមិនអាចបង្ហាញអំពីអត្តសញ្ញាណពិតរបស់គេបាននោះទេហើយគេក៏បានបន្តដេញតាមប្រាំម្ចាស់ជាងទៅចំណែកឯ Chu Feng នៅពេលនេះវិញគាត់ក៏ទទួលបានជោគជ័យនៅពេលដែលគាត់បានបញ្ចេញអាវុធនោះចេញមកតានបាននិយាយថាវាគឺបានទទួលស្គាល់ Chu Feng ធ្វើជាម្ចាស់របស់វារួចហើយខណៈដែល Chu Feng ក៏បានលើកវាដាក់លើស្មារបស់គាត់យ៉ាងសង្ហាតែម្ដងដោយឡែកចំពោះវងសត្វបិសាចដែលកំពុងតែព្យាយាមគេចខ្លួនក៏ដូចជាវាប្រហារទៅលើអ្នកដទៃផ្សេងទៀតនោះក៏ត្រូវបាន Chu Feng ចាត់ការឲ្យពួកគេនឹងរៀបដល់ដីបាត់ទៅហើយមុនពេលដែលគាត់ក៏បានទុកអាវុធនេះត្រឡប់ទៅវិញប៉ុន្តែអ្នកខ្លាំងជាច្រើនពួកគេក៏ស្រាប់តែបានធ្វើការឡំពាត់ទៅលើ Chu Feng ដូច្នេះហើយ Chu Feng ក៏បានសួរតបទៅវិញថាតើពួកគេធ្វើនេះគឺចង់មានន័យថាម៉េចទៅអ្នកខ្លះក៏បាននិយាយថាបកពួកជាច្រើនគឺរងនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរប៉ុន្តែ Chu Feng គាត់បានយកអាវុធនេះតែម្នាក់ឯងដូច្នេះហើយថាតើវានឹងគឺសមដែរឬអត់អញ្ចឹងហើយនៅពេលនេះពួកគេមិនសោកចិត្តនោះទេ Ceiling ក៏ប្រាប់ថា Chu Feng យកវាបានដូច្នេះហើយបច្ចុប្បន្នអាវុធនេះគឺជារបស់គាត់ហើយអនុប្រធាននៃសមាគមគ្រូវិញ្ញាណក៏ប្រាប់ថា Chu Feng បានប្រថុយជីវិតដើម្បីជួយសង្គ្រោះអ្នកគ្រប់គ្នាប៉ុន្តែនៅពេលនេះតើពួកគេចង់ប្លន់អាវុធរបស់ Chu Feng មែនទេជាយិនក៏តបទៅវិញថា Chu Feng គឺជាមនុស្សនៃសមាគមគ្រូវិញ្ញាណដូច្នេះហើយជាធម្មតាតែអាចារ្យនឹងប្រកាសជាកាន់ជើង Chu Feng ចឹងហើយក្នុងពេលជាមួយគ្នានោះម្ចាស់វិមានកម្ពុជាក៏បានប្រាប់តែការអ្នកគ្រប់គ្នាថាកុំឆ្លោះប្រកែកគ្នាអីឲ្យស្ដាប់នៅការបកស្រាយរបស់ Chu Feng ជាមុនសិនទៅស្របពេលដែល Chu Feng គាត់ក៏បានដកយកនៅអាវុធនេះចេញមកម្ដងទៀតជាមួយនឹងអំណាចធម្មពលរបស់វាហើយក៏ប្រាប់តែការអ្នកគ្រប់គ្នាថាអាវុធនេះគឺបានទទួលស្គាល់គាត់ធ្វើជាម្ចាស់រួចហើយមុនពេលដែលគាត់ក៏បានទុកអាវុធនេះត្រឡប់ទៅវិញទៅបន្ទាប់ពីឃើញដូច្នោះហើយគ្រប់គ្នាគឺមានការភ្ញាក់ផ្អើលដោយសារតែអាវុធដ៏ខ្លាំងក្លាមួយបែរជាត្រូវបាន Chu Feng គឺថាក៏ហៅមកស្រេចតែចិត្តតែម្ដងចំណែក Chu Feng ក៏នៅតែបន្តនិយាយថានៅលើភ្នំបិសាច 10000 នេះគឺពិតជាមាននៅកំណត់ទ្រព្យច្រើនខ្លាំងមែនទែនហេតុអ្វីបានជាពួកគេទាំងអស់គ្នាខ្ជះខ្ជាយពេលវេលានៅកន្លែងនេះទៅវិញឬដូច្នោះហើយម្នាក់ក៏នាំគ្នាធ្វើដំណើរចាក់ចេញទៅដែលឡែកចំពោះម្ចាស់វិមានកម្ពុជាក៏នៅតែគិតថា Chu Feng យើងគឺជាមនុស្សម្នាក់ដែលមាននៅសំណាងខ្លាំងមែនទែនហើយខណៈដែល Chu Feng ជាមួយនឹង Ceiling ក៏នាំគ្នាចាក់ចេញបន្តដែរនៅពេលនេះវិញ Chu Feng ក៏នៅតែនិយាយថាវាមានអ្វីមួយដែលខុសប្រក្រតីដោយសារតែពួកបិសាចទាំងអស់នោះគឺបានរៀបចំនៅផែនការនៃការវាយប្រហារបានយ៉ាងបាត់ចត់តែម្ដងដូច្នោះហើយ Ceiling ក៏សួរថាតើ Chu Feng គាត់ខ្លាចថាវិមានកម្ពុជានឹងគឺមាននៅរនុកក្នុងមែនទេ Chu Feng ក៏តបមកវិញថាកូនសិស្សនៃបកនីមួយស្ទើរតែត្រូវបានសម្លាប់ចោលអស់ទៅហើយនៅលើភ្នំបិសាច 10000 ដូច្នេះហើយនៅពេលដែលនាងត្រឡប់ទៅវិញនោះគឺត្រូវតែមានការប្រុងប្រយ័ត្នផង Ceiling ក៏បានតបទៅវិញថាដូច្នោះនាងនឹងត្រូវត្រឡប់ទៅវិញដើម្បីធ្វើការវឹកហាត់មែនទេ Chu Feng ក៏តបទៅវិញថាពួកយើងប្រកាសជាបានជួបគ្នាម្ដងទៀតបណ្ដាលនាងក៏បាននិយាយទាំងស្នាមញញឹមថាមុនពេលដែលនាងបំបីចូលទៅកាន់អាណាចក្រឋានសួគ៌នោះ Chu Feng ដាច់ខាតគឺមិនត្រូវស្លាប់នោះទេ Chu Feng គាត់ក៏បានងក់ក្បាលហើយក្នុងពេលនោះសម្លេងនៃការប្រយុទ្ធគ្នាក៏បានបន្លឺឡើងអ្នកទាំងពីរក៏នាំគ្នាទៅមើលនិងក៏ឃើញថាព្រះម្ចាស់ជាងត្រូវបានយានយ៉ាងធានវាយឲ្យដេកបាត់ទៅហើយ Ceiling គឺរៀបនឹងតាមទៅហើយនោះក៏ត្រូវបាន Chu Feng គាត់ប្រាប់ថានៅពេលនេះជួយមនុស្សវាគឺជារឿងសំខាន់ជាង Chu Feng ក៏ប្រើប្រាស់ធម្មពលរបស់គាត់ដើម្បីជួយព្រះម្ចាស់ជាងហើយគេនឹងក៏បានដឹងខ្លួនបន្តិចមុនពេលដែលគេក៏បានស្លាប់ទៅវិញទៅហើយសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ដូចគ្នា